tôi chỉ với chi lan và lý với bàn lươn cùng vay mùi police chi lan police police chặt cho bạn បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជា GTA 4 ដែលបងប្អូនយើង8 9នាក់ទៀតហ្នឹងគាត់ចង់លេងវាតម្រូវឲ្យខ្ញុំលើកយកមកឲ្យសារជាថ្មីដោយសារតែវីដេអូមុនហ្នឹងត្រូវខាងក្រុមហ៊ុន YouTube គេដកចេញហើយម្សិលមិញនេះខ្ញុំធ្វើហើយម្ដងទៀតខ្ញុំដាក់ទៀត YouTube គេដកចេញទៀតយីហួសចិត្តហ្មងហើយឥឡូវនេះខ្ញុំដាក់តែរូបមួយផ្ទាំងទេចាំមើលវាចាក់ទៀតអត់អូខេហើយហ្គេមនេះហ្នឹងគឺត្រូវបាន hack និងដំឡើងលុយហ្នឹងរួចជាស្រេចហើយនេះអ្នកទាំងអស់គ្នាមើលលុយវាទៅអូខេលុយវាត្រូវបាន hacker រួចជាស្រេចហើយបើអ្នកទាំងអស់គ្នាអត់ចង់លេង hack ទេអ្នកទាំងអស់គ្នាមិនបាច់ចុច resum ទេពេលយើងចុច resum នេះវាចូលទៅកាន់ game hacker ហើយយើងចុច new មកបាទចុច new game មកអាហ្នឹងយើងអត់ hacker ទេអូខេអញ្ចឹងទស្សនាពីរបៀប download វាទាំងអស់គ្នាចុចចូលមកកាន់ខាង YouTube នៅខាងក្រោមវីដេអូរបស់ខ្ញុំហ្នឹងនឹងមាន link 2ដាក់ឲ្យ download យើងចុចសញ្ញាព្រួញទូចមួយនៅខាងស្ដាំដៃចុះមកឬក៏ចុច short more នេះបាទយើងនឹងឃើញ link 2នេះហើយអញ្ចឹងយើង select លើ APK មុនខាងលើនេះ select លើវានឹងនាំយើងចូលទៅកាន់កន្លែង download កន្លែងនេះវាឲ្យយើងជ្រើសរើសemail ដែលយើងចង់ចូលទៅ download បាទអត់មានបញ្ហាអីទេយើងចុច continue ទៅនេះវាឲ្យយើងទាញយកហើយ APK បាទអញ្ចឹងយើងចុចទាញយក APK មកសញ្ញាលំរាមដៃនេះចុចទាញយក APK មកពេលយើងទាញយក APK ហើយយើង back ថយវិញយើងចុចទៅទាញយកអាដែងOBB link របស់វាមួយទៀតបាទអានេះខ្ញុំលើកឧទាហរណ៍ឲ្យមើលទេហើយយើងចុចdownload OBB link មួយទៀតមកខាងក្រោមនេះអញ្ចឹងយើងចុចលើវាមួយទៀតមក OBB link អូខេអានេះវាឲ្យយើងជ្រើសរើសដោយសារតែខ្ញុំមាន email 2អញ្ចឹងវាឲ្យយើងជ្រើសរើសមួយក្នុងការ download ចុច continue អូខេហើយវានាំយើងចូលមកកាន់កន្លែង download ទៀតហើយអញ្ចឹងអ្នកទាំងអស់គ្នាចុចទាញយកមកអូខេពេលទីយើងចុចdownload ទាញយកអស់ហើយយើងចុចចូលទៅកាន់ folder ដើម្បីដំឡើងវាអូខេ select ចូលមកកាន់ my device select លើ folder download ហើយយើងនឹងឃើញ game 2ដែលយើងបាន download មកហើយចុចដំឡើង APK មុនមកបាទ select លើ APK នេះហើយយើងចុចដំឡើងវាមកពេលយើងដំឡើងវាហើយយើងចុច back ថយវិញកុំចុចបើកអីណាយើងចុច back ថយហើយយើងមកពន្លា file zip របស់វាបាទនេះយើងពន្លា file zip នេះមកអូខេយើង select លើវាជាប់បែបហ្នឹងដើម្បីឲ្យ load សញ្ញាគ្រីស select លេខសកត់លើវាជាប់ load សញ្ញាគ្រីសហើយយើងចុចលើអាចុច3នេះ more option ហ្នឹងហើយយើងចុច extract to current folder នេះមកបាទអូខេឥឡូវវាកំពុងតែធ្វើការពន្លា file ឲ្យយើងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរងចាំវារហូតតតែវាពន្លា file ចប់ទើបយើងធ្វើការផ្លាស់ទីវាណាអញ្ចឹងត្រូវរងចាំវាឲ្យវាពន្លាឲ្យចប់អូខេវាបាន 100% ហើយបន្ទាប់ពីវាធ្វើការពន្លា file ចប់ហើយវានឹងបាន folder មួយនៅខាងលើនេះបាទអញ្ចឹងយើង select លើអា folder នឹងឲ្យជាប់មកអូខេឲ្យវា load សញ្ញាគ្រីបែបនេះហើយយើងចុចលើអាចុច3នេះ more option ហ្នឹងហើយយើងចុចផ្លាស់ទីវាមកចុច move នេះមកដើម្បីផ្លាស់ទីយើង select ចូលមកកាន់ my device select ចូលទៅកាន់ folder Android អញ្ចឹងយើងអូសរក folder Android មកបាទនេះគឺជា folder Android អញ្ចឹងយើង select លើ folder Android ហ្នឹងមកហើយយើង select លើ OBB link OBB folder នេះហើយយើងចុច move ដាក់កន្លែងហ្នឹងមកផ្លាស់ទីចូលមកកាន់កន្លែងហ្នឹងអញ្ចឹងយើងចុច done ឬក៏ចុច move here អូខេឥឡូវយើងបានផ្លាស់ទីវាចូលមកកាន់កន្លែង folder Android ហើយអញ្ចឹង game នោះគឺយើងអាចបើកវាលេងបានហើយអញ្ចឹងយើងចុចវាទៅ home button ទៅចុចលើ offline ចុចលើ restart នេះមក
ហើយសាំໄວបន្ត Man, you on one. អូខេអញ្ចឹងហើយវីដេអូមួយនេះសូមបញ្ចប់ត្រឹមនេះកុំភ្លេចចុច Subscribe ផងនឹងទទួលបានវីដេអូថ្មីជួបគ្នាវីដេអូក្រោយ